ថ្ងៃនេះខ្ញុំនឹងមកធ្វើការបង្ហាញពីភាពខុសគ្នារវាងការប្រើប្រាស់ WebP image និង PNG image ថាតើពីរហ្នឹង performance នៃការប្រើប្រាស់នៅលើ website របស់យើងបែបម៉េចហើយមួយណា slow ជាងមួយណាដើរលឿនជាងអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញដល់អ្នកគ្នានៅលើ website ផ្ទាល់របស់ខ្ញុំដែលខ្ញុំប្រើទី1គឺខ្ញុំប្រើ WebP និងទី1ទៀតគឺខ្ញុំប្រើ PNG ថាតើ performance របស់វាបែបម៉េចដែរអូខេអញ្ចឹងទៅមើលទាំងអស់គ្នាតើ performance វាបែបម៉េចអូខេអញ្ចឹងខ្ញុំបង្ហាញនៅលើ website ផ្ទាល់របស់ខ្ញុំមកទៅ website ចិនចថា .tech អញ្ចឹងតើតើជាមួយនឹង WebP និង PNG ហ្នឹងគឺខ្ញុំប្រើផ្សេងគ្នាអញ្ចឹងនៅក្នុង course នេះគឺខ្ញុំប្រើ image ជា WebP ហើយ project នេះគឺខ្ញុំប្រើជា PNG អញ្ចឹងឥឡូវយើងចូលមើល PNG មុនសិនតោះអូខេអញ្ចឹងយើងចូលមកឃើញថាពេលដែលយើងទាញមកឃើញ image វារៀង slow ឃើញបង្ហាញយឺតទេអញ្ចឹងនេះតើតើជាមួយនឹង image យើងប្រើ PNG សម្រាប់ខ្ញុំប្រើ WebP វិញយើងចូលមក WebP មកអញ្ចឹងយើងធ្វើការ display ឃើញវា display លឿនអញ្ចឹងការប្រើប្រាស់ WebP វាអាចបង្ហាញនៅ image របស់យើងលឿនជាងការប្រើប្រាស់ PNG អូខេអញ្ចឹងសម្រាប់អ្នកដែលចង់ convert ពី PNG ឬក៏ JPG ទៅជា WebP website ជាងចន្ទថា .tech គឺខ្ញុំបានដាក់នៅ tool មួយនឹងដែរអញ្ចឹង tool ហ្នឹងគឺ free ទេអត់មានកាត់ថ្លៃទេអញ្ចឹងយើងអាចចូលទៅ convert បានដោយសេរីអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នានៅក្នុងការទស្សនាអញ្ចឹងបាយ